Hey everyone, welcome back. នេះជាអាហារដែលស្ដេចចូលចិត្តកំឡុងថ្ងៃគ្រីស្មាសដំបូងស្ដេចបានយកអាកូនត្រីឆ្លាមទូចនោះយកទៅចម្អិនវាឲ្យឆ្អិនហើយបន្ទាប់មកយកចាក់ស្រាក្រហមចូលហើយអាត្រីហ្នឹងគឺយកទៅដិតឲ្យវាមានសភាពឆ្អិនបន្ទាប់មកយកអាត្រីនេះទៅឲ្យស្ដេចហើយចាក់អាស្រាក្រហមហ្នឹងចូលដល់ពេលស្ដេចដាក់មួយម៉ាត់ទៅគឺចូលចិត្តមែនតើសម្បីតែស្ដេច steak អីក៏ស្ដេចចូលចិត្តដែរស្ដេចចូលចិត្តអាកូនត្រីឆ្លាមទូចមួយហ្នឹងដែរវាមានសភាពឆ្ងាញ់មែនតើធ្វើឲ្យស្ដេចដាក់មួយម៉ាត់ទៅគឺជាប់ចិត្តមែនតើឆ្ងាញ់ជាង steak 1គីឡូដលទៀតហើយនេះជាកូនត្រីឆ្លាមតូចដែលគេយកមកចម្អិនសម្រាប់ស្ដេចកំឡុងពេលថ្ងៃគ្រីស្មាសអាកូនត្រីឆ្លាមហ្នឹងគឺស្ដេចចូលចិត្តមែនតើដាក់មួយម៉ាត់ហើយគឺជាតិជាង steak ទៀតបារម្ភនេះពិតជាហួសចិត្តមែនតើកំឡុងពេល date ហើយគាត់បានញ៉ាំអាហារឲ្យអស់ហើយក៏ដល់ម៉ោងគាត់លុយគាត់រត់ចេញទៅបាត់ទុកឲ្យនារីដែលជាសង្សារគាត់ធ្វើមុខតក់មកហើយនារីនោះបើកមកកតាស់លុយនោះហើយមានអារម្មណ៍ថាអស់សង្ឃឹមយ៉ាងខ្លាំងដល់ពេលបារម្ភអ្នកគេហេតុការនេះក៏បានខលទៅ911ហើយអាប៉ែហ្នឹងវាដើរធ្វើចឹងគ្រប់តាមលើស្អីហ្នឹងឲ្យទៅពេលស៊ីបាយហើយនឹងតែវាហត់ចោលហ្នឹងហើយដល់យូរទៅក៏ជាមុខសញ្ញារបស់ប៉ូលីសដល់ពេលថ្ងៃមួយវារត់ចឹងដែរត្រូវប៉ូលីសច្បាយខ្នោះយកចូលគុកបាទនេះជារឿងពិតរបស់បរិះមុខយ៉ាប់អ្នកនេះដែលកំឡុងពេលដេតហើយតែងតែលួចរត់ដល់ពេលម៉ោងគាត់លុយនឹងតែហត់ប្រាច់រហូតដល់ចុយម៉ាយនេះជាវិធីសាស្ត្រដែលគេទៅរកឃើញសម្រាប់ការដាំដៃគោ2025ដំបូងនេះយកដៃគោទៅសោកជាមួយសម្រាប់ដាំដៃគោហើយដំប៉ុកអញ្ចឹងមកគឺវាមានសភាពល្អឥតខ្ចោះនិងសុវត្ថិភាព100%ហើយបើអ្នកហ៊ានយកដៃគោនោះទៅដំនឹងដៃធម្មតាដូចអ្នកធ្វើរាល់ថ្ងៃវាអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់រហូតដល់បាក់ដៃក៏អាចថាបានដែរអញ្ចឹងហើយបានគេទៅរកវិធីសាស្ត្រនឹងឃើញដើម្បីឲ្យយើងដំដៃគោទៅមានសុវត្ថិភាព100%ឃើញអត់គឺដំទៅគឺពិតជាអស្ចារ្យមែនទែនបើមិនជឿអាចសាករបបនៅផ្ទះបានណាហើយនេះជាវិធីដែលគេរកឃើញនៅឆ្នាំ2026ហ្នឹងទេបើមិនជឿអាចសាកនៅផ្ទះហើយធ្វើតាមនឹងបានគឺទទួលបានជោគជ័យ100%មកបារម្ភម្នាក់នេះត្រូវបានគេដាក់ចូលនៅក្នុងរបបដល់ពេលមកស្ទុះក្រោយមកបារម្ភនោះបានទៅធ្វើមុខឡើងភ័យខ្លាចដឹងថាមានហេតុកើតឡើងជាមួយបារម្ភហ្នឹងទេរហូតដល់គេបង្កើតជារបបតូចមួយកុំឲ្យអាប៉ែហ្នឹងគាត់ភ័យពេកហើយអារបបតូចហ្នឹងគេសម្រាប់យកទៅដើរមើលក្នុងភ័យថាមានអ្វីកើតឡើងសម្រាប់គេយកសង្កេតណាហើយអារបបដែលមានមនុស្សហ្នឹងគឺគេចងឲ្យជាប់កុំឲ្យគាត់ហ្នឹងរត់ចេញហើយការពិសោធន៍នេះគឺទទួលបានជោគជ័យមែនទែនចំពោះការដាក់មនុស្សចូលក្នុងរបបហ្នឹងឲ្យវាតនាការនេះជាការពិសោធន៍ក្នុងឆ្នាំ2005ដែលគេបង្កើតរបបដាក់មនុស្សហើយនៅពេលលោក Alexander បានជេររយគេបានដាក់ទៅក្នុងក្តាមឈូសមាសមួយបន្ទាប់មកភ្នែកគាត់នៅបិទបើកលេងឡើងស្មានតែគាត់នៅរស់ហើយមួយរយៈក្រោយមកគាត់ក៏បានជេររយមែនតើហើយសាកសពគាត់គឺអត់រលួយអត់អីទេហើយអ្នកនៅទីនោះមានអារម្មណ៍ថាអស្ចារ្យយ៉ាងខ្លាំងជាមួយនឹងសាកសពគាត់ហើយក្លុបគាត់ដូចជាព្រះចឹងតែកាលពិត Alexander នៅរស់ Alexander បានដួលស្លាប់បន្ទាប់មកអ្នកស្ទីមជិបចូលក៏បានស្ទីមជិបចូលទៅហើយតែប៉ុន្តែគាត់អត់ស្លាប់ទេតែត្រូវបានគេយកទៅដាក់ក្តាមឈូសបន្ទាប់មកក៏បានដាច់ខ្យល់ស្លាប់បាត់ទៅតែពេលគាត់ស្លាប់ទៅគេបានយកគ្រឿងក្នុងគាត់យកទៅពិសោធន៍ហើយមកស្ទុះក្រោយមកគាត់ក៏បានចេះរយមែនតើនេះជារឿងដ៏អស្ចារ្យរបស់លោក Alexander ដែលបានយកគេយកទៅពិសោធន៍ហើយពេលគាត់ស្លាប់ទៅភ្នែកគាត់នៅលេម